រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈអញ្ជើញចុះជួបសំណេះសំណាលនិងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ Marvel Garment ក្នុងខណ្ឌកំពូលឯកឧត្តមហេងសុរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្រសួងបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខនិងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយនឹងបងប្អូនកម្មករនិយោជិតនៅរោងចក្រ Marvel Garment ឯកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal Group ភ្នំពេញនៅព្រឹកថ្ងៃច័ន្ទទី1ខែមិថុនាឆ្នាំ2026នេះការអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មការនីប្រកបដោយបរិយាកាសរីករាយនិងភាពស្និទ្ធស្នាលនាពេលនេះនៅក្នុងឱកាសដ៏មានសារៈសំខាន់មួយសម្រាប់ឋានៈដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់និងឆ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងរោងចក្រដើម្បីផ្ដល់ជាដំណោះស្រាយជូនបងប្អូនជាបន្តបន្ទាប់ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង10ចំណុចរបស់សម្ដេចតេជោនិង10ចំណុចរបស់សម្ដេចធិបតីនៅក្នុងឱកាសនោះបងប្អូនកម្មករនិយោជិតបានសម្ដែងនៅសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមានឋានៈដឹកនាំក្រសួងនិងបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់និងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋហើយបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយលក្ខខណ្ឌការងារនិងលក្ខខណ្ឌសុវត្ថិភាពសុខភាពការងារនៅរោងចក្រនេះមានស្តង់ដារខ្ពស់បងប្អូនកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ច្រើនរួមនឹងអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គមបសសឯកឧត្តមរដ្ឋមន្ត្រីបានផ្ដាំផ្ញើសាកសួរទុកទុកពីសំណាក់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតនិងកិត្តគូធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើងឯកឧត្តមក៏បានជម្រាបជូនបងប្អូនពីការខិតខំប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈក្នុងការធានាឲ្យមានសុខដុមមនីកម្មទំនាក់ទំនងវិជ្ជាជីវៈដោយបង្កើតនៅទំនាក់ទំនងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិតនិងម្ចាស់រោងចក្រសហគ្រាសរួមទាំងដោះស្រាយរាល់បញ្ហាជៀសវាងនៅវិវាទការងារដែលនាំដល់ការធ្វើកោតកម្មខុសនីតិវិធីច្បាប់ហើយប្រសិនបើបងប្អូនមានបញ្ហាអ្វីដែលដោះស្រាយមិនបានឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងការងារសូមទំនាក់ទំនងបន្ទាន់មកលេខ1286ដើម្បីឲ្យក្រុមការងារក្រសួងសាផ្សារវិវាទក្រសួងនិងមន្ទីរការងារនឹងចុះសម្របសម្រួលឬពង្យល់ជូនឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងវាតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្ដល់ឱកាសការងារនិងអនុវត្តប្រកបដោយនិរន្តរភាពតាមច្បាប់ស្ដីពីការងារបានយ៉ាងល្អប្រសើរក៏ដូចជាការផ្ដល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិតហើយរោងចក្រនេះមានប្រព័ន្ធគ្រប់គ្រងដោយបច្ចេកវិទ្យាដំណើរការសង្វាក់ផលិតកម្មដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបកន្លែងធ្វើការប្រកបដោយផាសុកភាពផងដែរសូមបញ្ជាក់ផងដែរថារោងចក្រ Marvel Garment ឯកមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Royal ភ្នំពេញបើកដំណើរការកាលពីខែកញ្ញាឆ្នាំ2020ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ឲ្យម៉ាកល្បីៗជាច្រើនបច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារជាង 20,000 នាក់បងប្អូនកម្មករនៅទីនេះទទួលបានលក្ខខណ្ឌការងារនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនមានកន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារនិងផ្ដល់បាយថ្ងៃត្រង់ដោយឥតគិតថ្លៃ